នៅថ្ងៃនេះមានសារព័ត៌មានច្រើនបានរាយការណ៍ឲ្យខ្ញុំដកសំមកនេះគឺជាសារព័ត៌មាន Financial Times គាត់បានរាយការណ៍ថាលោក JD Vance អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានស្ដីបន្ទោស lash out តែម្ដងបាទគឺប្រលះទៅវិញតែម្ដងទៅលើអ្នកណាដែលនៅក្នុងប្រទេសអ៊ីស្រាអែលដែលរិះគន់កិច្ចព្រមព្រៀងសន្តិភាពដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយព័ត៌មានទី2នេះគឺសារព័ត៌មាន The Hill ដែលរាយការណ៍ច្រើនអំពីកិច្ចការនៅរដ្ឋសភារបស់សហរដ្ឋអាមេរិកនៅសភាសហរដ្ឋអាមេរិកនោះគឺនៅពេលនេះគឺប្រធានគណៈកម្មការយោធសេវារបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលមកពីគណៈបក្សសាធារណរដ្ឋតែម្ដងបាននឹងរិះគន់កិច្ចព្រមព្រៀងដែលលោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាគឺលោកស្ថិតនៅក្នុងចំណោមមន្ត្រីអ្នកតាក់តែច្បាប់អាមេរិកធំដែលរិះគន់កិច្ចព្រមព្រៀងនេះរួមទាំងមានលោក Ted Cruz ផងដែរប្រិមិត្តប្រហែលជានៅចាំឈ្មោះលោក Ted Cruz លោក Ted Cruz ក៏រិះគន់ផងដែរបាទតែរិះគន់នឹងដោយចូលទៅលើមូលដ្ឋានយ៉ាងណាខ្ញុំនឹងជម្រាបនៅក្នុងព័ត៌មានពិស្ដានេះហើយព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post បានរាយការណ៍ថាលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកគឺលោក Pete Hegseth បានប្រកាសកាត់បន្ថយវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅអឺរ៉ុបការពិតទៅវត្តមាននិយាយឲ្យចំគឺវត្តមានយោធាក្នុងគ្រាអាសន្នគឺវត្តមានធម្មតាគឺនៅដដែលទេបាទប៉ុន្តែចំណងជើងដាក់ឲ្យដូចធ្ងន់តិចគឺសហរដ្ឋអាមេរិកប្រកាសកាត់បន្ថយវត្តមានយោធាអាមេរិកនៅអឺរ៉ុបហើយលោករដ្ឋមន្ត្រីបានស្ដីបន្ទោសសម្ព័ន្ធមិត្តអូតង់ឬក៏NATOពាក់ព័ន្ធជាមួយនឹងការមិនបង្កើនថវិកាដើម្បីពង្រឹងការពារជាតិរបស់ខ្លួនឲ្យពឹងផ្អែកខ្លាំងពេកទៅលើសហរដ្ឋអាមេរិកហើយព័ត៌មានទី4នេះគឺជាដំណឹងល្អផងដែរគឺឥឡូវនេះនៅថ្ងៃពហុនេះមកនៅថ្ងៃនេះណាអ្នកនៅអាមេរិកគឺប្រេងសាំងបាទធម្មតាជាមធ្យមប្រេងសាំងធម្មតាណាមិនមែនស៊ូពែណាបាទគឺប្រេងសាំងធម្មតាជាមធ្យមគឺក្នុង1 gallon ធ្លាក់មកក្រោម$4សហរដ្ឋអាមេរិកគឺបានន័យថាប្រហែលជា$1 $2 សេន$1 % អីហ្នឹងក្នុង1លីត្របើគិតជាតម្លៃលីត្រនៅកម្ពុជាណាបាទនេះដែលជាតម្លៃមួយដែលមិនធ្លាប់ទៀបដូចនេះមុននេះទេគឺតាំងពីមុនសង្គ្រាមមកក៏ប៉ុន្តែបើធៀបជាមួយនឹងមួយឆ្នាំមុនគឺនៅខ្ពស់នៅឡើយបាទប៉ុន្តែយ៉ាងហោចណាស់ក៏វាធ្លាក់ចុះជាបន្តផងដែរបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានច្រើនក៏ប៉ុន្តែខ្ញុំសូមដកស្រង់ពីសារព័ត៌មាន The Financial Times គាត់បានរាយការណ៍ថាលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក JD Vance លោកបានរិះគន់មន្ត្រីនៅក្នុងប្រទេសអ៊ីរ៉ង់មន្ត្រីក្នុងប្រទេសអ៊ីស្រាអែលដែលរិះគន់សហរដ្ឋអាមេរិករិះគន់លោកត្រាំដោយផ្ទាល់តែម្ដងទៅលើកិច្ចព្រមព្រៀងសន្តិភាពដែលសហរដ្ឋអាមេរិកទើបតែបានចុះហត្ថលេខាកាលពីថ្ងៃម្សិលមិញបាទលោកអនុប្រធានាធិបតីបាទគឺបានរិះគន់ទៅដល់អ្នកទាំងអស់នោះបាទដោយនិយាយថាចងចាំណាគឺនៅពេលនេះមានតែលោកប្រធានាធិបតី Donald Trump មួយគត់ដែលជាមេដឹកនាំសហរដ្ឋអាមេរិកដែលយកចិត្តទុកដាក់ខ្លាំងបាទសម្រាប់បញ្ហាអ៊ីស្រាអែលបាទលោកថែមមិនត្រឹមតែនៅសហរដ្ឋអាមេរិកគឺជាមេដឹកនាំតែមួយគត់នៅលើពិភពលោកតែម្ដងដែលចាប់អារម្មណ៍និងយកចិត្តទុកដាក់ទៅលើបញ្ហាអ៊ីស្រាអែលបាទហើយគឺការដែលលោករិះគន់នេះគឺពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកព្រមអនុញ្ញាតឲ្យអ៊ីរ៉ង់ប្រមូលប្រាក់រហូតដល់$300 លាន$300 billionសម្រាប់ reconstruction fund សម្រាប់ reconstruction account បាទកណន័យសម្រាប់ការកសាងប្រទេសអ៊ីរ៉ង់ឡើងវិញបាទនេះជាការផ្ដល់លុយបាទលោក Vance បានការពារកិច្ចព្រមព្រៀងដែលលោកប្រធានាធិបតី Donald Trump ទើបតែចុះហត្ថលេខានេះបាទដោយលោកបាននិយាយថាគឺជារឿងមួយដែលវាល្អវាត្រូវតែធ្វើពីព្រោះអ្នកទាំងអស់នោះគាត់បានរិះគន់ថាកិច្ចព្រមព្រៀងនេះគឺមិនបានទប់ស្កាត់អ៊ីរ៉ង់មិនឲ្យបន្តកម្មវិធីមីស៊ីលរបស់ខ្លួននោះទេហើយដោយឡែកមីគីសម្រាប់ឈានទៅការរំលាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះក៏មិនមានពិតប្រាកដដែរនេះជាអ្វីដែលអ្នករិះគន់បានលើកឡើងបាទហើយទន្ទឹមនឹងនោះបែរជាកិច្ចព្រមព្រៀងនោះបាន
ដាក់កំហិតមកលើប្រទេសអ៊ីស្រាអែលទៅវិញបាទជាការមើលថាទប់ស្កាត់អ៊ីស្រាអែលមិនឲ្យតដៃជាមួយនឹងក្រុមហ៊ីស្បូឡាដែលនៅក្នុងប្រទេសលីបង់នេះដូច្នេះជាពាក្យដែលអ្នករិះគន់បានលើកឡើងហើយនៅពេលដែលអ្នកសារព័ត៌មានសួរលោក JD Van នៅក្នុងសន្និសីទសារព័ត៌មាននៅឯសេតាភិមានគឺរូបភាពនេះថ្ងៃហ្នឹងតែម្ដងហ្នឹងបាទគឺលោក JD Van ពីព្រោះអ្នកសារព័ត៌មានឮសូរថាលោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលលោក Benjamin Netanyahu ក៏បានរិះគន់ថាគឺជារឿងមួយដែលបានធ្វើមិនល្អសម្រាប់ប្រទេសអ៊ីស្រាអែលហើយលោកត្រាំខ្លួនឯងនឹងបានរិះគន់លោក Benjamin Netanyahu ផងដែរបាទតើហើយក្នុងសមាជិកគណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែលហ្នឹងក៏បានរិះគន់ផងដែរបាទគឺអ្នកខ្លះនឹងថែមទាំងវាយប្រហារលោកត្រាំនឹងដោយផ្ទាល់តែម្ដងបាទលោកតាមតែផ្ទាល់តែម្ដងពេលហ្នឹងគឺលោក JD Van បានឆ្លើយប្រាប់អ្នកសារព័ត៌មានទៅវិញថាសាររបស់ខ្ញុំសម្រាប់អ្នកទាំងអស់នោះគឺមាន2ចំណុចទី1គឺលោកត្រាំគឺជាប្រមុខរដ្ឋតែមួយគត់នៅលើពិភពលោកនេះដែលនៅមានចិត្តអាណិតអាសូរចំពោះអ៊ីស្រាអែលបាទនៅពេលនេះហើយសារទី2គឺបាទបើសិនជាខ្ញុំនៅក្នុងគណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែលបាទខ្ញុំនឹងមិនវាយប្រហារមនុស្សតែមានអគុតដែលមានអំណាចខ្លាំងជាងគេនៅលើពិភពលោកនោះទេដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននោះឡើយបាទគឺគ្មានអ្វីនៅសល់ទៀតទេបាទលោក JD Van ក៏បានបញ្ជាក់ផងដែរថាគឺលោកសូមរំលឹកទៅដល់សមាជិកនៃគណៈរដ្ឋមន្ត្រីនោះថាគឺអ៊ីស្រាអែលបានថវិកាបានអាវុធការពារជាតិរបស់ខ្លួននឹង2/3ពីសហរដ្ឋអាមេរិកណាគឺសហរដ្ឋអាមេរិកជាអ្នកដែលកសាងយោធារបស់អ៊ីស្រាអែលដោយលុយបង់ពន្ធរបស់ពលរដ្ឋអាមេរិកបាទរំលឹកអ៊ីស្រាអែលចឹងតែម្ដងពីព្រោះអីលោកដាក់ខ្លាំងទៅវិញពួកអ៊ីស្រាអែលប្រហែលជានៅមិនរីករាយនឹងកិច្ចព្រមព្រៀងនោះបើជាការពិតពីព្រោះអីខាងសហរដ្ឋអាមេរិកនឹងគឺផ្ដល់ថវិកាបើតាមសារព័ត៌មាន Financial Times គឺប្រមាណជា$4,000 លានសហរដ្ឋអាមេរិកក្នុងមួយឆ្នាំសម្រាប់វិស័យការពារជាតិរបស់អ៊ីស្រាអែលបាទចឹងច្រើនណាបាទហើយក៏ឥឡូវនេះគឺប្រទេសទាំងពីរនេះក៏កំពុងតែចរចាគ្នាដើម្បីឲ្យបានកិច្ចព្រមព្រៀងជំនួយយោធាថ្មីទៀតអញ្ចឹងដូច្នេះសហរដ្ឋអាមេរិកគឺមានឥទ្ធិពលនៅក្នុងការចរចានៅក្នុងការនិយាយដាក់លក្ខខណ្ឌយ៉ាងណាឲ្យអ៊ីស្រាអែលទៅធ្វើតាមអ្វីដែលខ្លួនបានសម្រេចបាទអញ្ចឹងមានបដកម្មច្រើនណានៅក្នុងសេចក្តីរាយការណ៍ផ្សេងពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងនេះប៉ុន្តែខ្ញុំដកសង្កមិនអស់ទេឥឡូវនេះសូមដកសង្កមួយចំណុចទៀតមកគឺព័ត៌មានទី2នេះជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Hill ហ្នឹងគឺ Hill ហ្នឹងភ្នំប៉ុន្តែបើ The Hill មួយម៉ាត់គេនិយាយThe Hill មួយម៉ាត់នៅអាមេរិកបើមិនទៅយល់ណាបើអ្នកនៅ Washington ណានៅ Washington បើគេនិយាយ The Hill មួយម៉ាត់គឺសំដៅទៅលើខាងសភាហ្នឹងហើយបាទអញ្ចឹងពេលខ្លះនិយាយអង់គ្លេសគេបរិញ្ញាអង់គ្លេសមួយម៉ាត់សិនចុះគេនិយាយ The Hill the house បាទ the capital បើ capital ចំហ្មងបើតែពាក្យធម្មតានិយាយ colloquial ភាសានិយាយធម្មតា Are you going to the hill Are you going to the hill បានន័យថាទៅសភាមែនទេបាទ The Hill នោះគឺសំដៅសភាណាអញ្ចឹង The Hill ឈ្មោះសារព័ត៌មានគឺសំដៅខាងសារព័ត៌មានសភាបាទនេះតទៅសភាបាទដូចនៅខ្លះទៅនៅ DC គេថាទៅ mall National Mall គឺទៅកន្លែងសួនកន្លែងនៅមុខសួនច្បារក្បែរបរោខ្ញុំនៅខ្លះស្មាកន្លែងលក់ទំនិញមែនកន្លែងសួនច្បារហ្នឹងគេមានពាក្យគេចឹងជាងការអ្នកខ្លះគេប្រើ The House បាទនៅក៏សភាដែរបាទអញ្ចឹងត្រឡប់មកព័ត៌មាននេះវិញទៅបាទនេះគឺជាសារព័ត៌មានដែលផ្ដោតទៅលើកិច្ចការសភាណា The Hill ក៏បានរាយការណ៍ថាគឺបាទនៅថ្ងៃនេះតែម្ដងគឺប្រធានគណៈកម្មការយោធសេវារបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកធំបាទជាមន្ត្រីធំមកពីគណៈបក្សសាធារណរដ្ឋតែម្ដងគឺលោកសមាជិកព្រឹទ្ធសភា Roger Wicker ដែលជាប្រធានគណៈកម្មាធិការយុទ្ធសេវាដ៏មានឥទ្ធិពលម្នាក់បានថ្លែងនៅថ្ងៃប្រហ័សនេះថាគឺលោកមានការព្រួយបារម្ភចំពោះអនុសារណៈស្ដីពីការយោគយល់ឬក៏កិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកបានចរចាជាមួយនឹងអ៊ីរ៉ង់ដើម្បីបើកច្រកហមូសនៅវិញនោះបាទគឺ
ជាការមួយដែលលោកបានបញ្ជាក់ថាជាការចរចាមួយដែលធ្វើឲ្យប្រតិបត្តិការរបស់លោកប្រធានាធិបតី Donald Trump ដែលហៅថា Operation Epic Fury បាទគឺប្រតិបត្តិការដែលលោកត្រាំធ្វើសង្គ្រាមនៅអ៊ីរ៉ង់គេប្រើពាក្យហ្នឹងលោកថាគឺជាការចរចាមួយធ្វើឲ្យបាត់បង់នៅជោគជ័យនៃប្រតិបត្តិការហ្នឹងហើយវាជាការមួយដើរចេញផុតទាំងស្រុងតែម្ដងពីគោលដៅរបស់លោកប្រធានាធិបតី Donald Trump បាទលោកថាបើនិយាយឲ្យចំទៅអ្វីដែលលោកមិនពេញចិត្តហ្នឹងគឺទឹកប្រាក់ចំនួន$300,000 លានសហរដ្ឋអាមេរិកដែលត្រៀមសម្រាប់ការកសាងប្រទេសអ៊ីរ៉ង់និងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ឡើងវិញបាទទោះបីជាវាមិនមែនជាប្រាក់ដែលបងពុនដោយពលរដ្ឋអ្នកបងពុនអាមេរិកក៏ដោយក៏ប៉ុន្តែអ្វីដែលជាការចរចានេះគឺលោកតាមភាសាសម្ដីរបស់លោកថាវាអន់ជាងកិច្ចព្រមព្រៀងដែលលោកប្រធានាធិបតី Barack Obama ចរចានៅក្នុងឆ្នាំ2015ទៅទៀតបាទគឺបើប្រៀបធៀបទៅគឺមិនល្អជាងទេអនបាទគឺទុកលុយឲ្យអ៊ីរ៉ង់បាទច្រើនលោកសមាជិកប្រសិទ្ធិរូបនេះបានរុញច្រានចោលនៅកិច្ចព្រមព្រៀងនេះហើយសមាជិកប្រសិទ្ធិដទៃទៀតធំដូចជាលោក Ted Cruz ក៏បានរិះគន់ផងដែរនេះបើយោងតាមសារព័ត៌មាន CBS News ដែលបានទៅសម្ភាសន៍លោក Ted Cruz លោកថាមិនដឹងជាលុយពីណាមកប៉ុន្តែវាជារឿងមួយដែលមិនល្អទេដែលត្រូវផ្ដល់លុយទៅឲ្យអ៊ីរ៉ង់ដើម្បីយកមកបន្តសម្រាប់សហរដ្ឋអាមេរិកនោះបាទគឺខាងអ្នកអស់លោកស្រីសមាជិកប្រសិទ្ធភាពនោះបានរិះគន់ជាច្រើនតាក់ទងជាមួយនឹងកិច្ចព្រមព្រៀងការផ្ដល់ថវិកានឹងហើយនឹងការលើកលែងទណ្ឌកម្មសេដ្ឋកិច្ចបាទទៅលើប្រទេសអ៊ីរ៉ង់គឺជាពិសេសទៅលើការជប់រារាំងអ៊ីរ៉ង់នៅក្នុងការនាំប្រេងចេញតែម្ដងនៅក្នុងការនាំប្រេងចេញដែលជាការមួយដែលអាចនឹងធ្វើឲ្យបញ្ឈប់ការលែងបង្កកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់នៅក្រៅប្រទេសនិងបើកប្រាក់ឲ្យអ៊ីរ៉ង់ឡើងវិញបាទអញ្ចឹងគឺលោក Wicker គាត់ចោទថាកិច្ចព្រមព្រៀងដែលពីមុនមកកាលលើកមុនលើកឡើងថាមានការព្រមព្រៀងគ្នា60ថ្ងៃដើម្បីចរចាគ្នានុយក្លេអ៊ែរក៏លោកបានរិះគន់ដែរលោកថាវាមិនជារឿងមួយល្អទេដែលបន្ធូរដៃដាក់អ៊ីរ៉ង់បែរជាចង់ដៃសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកគឺប្រទេសអ៊ីស្រាអែលមិនឲ្យមានសិទ្ធិវាយប្រហារទៅលើប្រទេសលីបង់ជាពិសេសសម្ដៅទៅលើក្រុម Hezbollah ដែលនៅតែធ្វើប្រតិបត្តិការពីភាគខាងត្បូងនៃប្រទេសលីបង់សម្ដៅមកលើប្រទេសអ៊ីស្រាអែលបាទអញ្ចឹងនេះគឺជាការមួយដែលមានប្រតិកម្មអវិជ្ជមានពីខាងសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Donald Trump តែម្ដងអញ្ចឹងតើប្រតិកម្មបែបនេះនឹងមានជាបន្តឬយ៉ាងណាបាទឥឡូវបើនិយាយឲ្យចំនៅភាសាខ្ញុំណាភាសារបស់ខ្ញុំទៅគឺរដ្ឋបាលលោកប្រធានាធិបតី Donald Trump ឥឡូវនេះគឺកំពុងតែដើរការពារខ្លួនបាទដើរការពារនៅកិច្ចព្រមព្រៀងនេះហើយគឺមិនមែនជាពេលដែលរដ្ឋបាលនេះចុះហត្ថលេខាហើយដើរអបអរសាទរទៅកន្លែងណាគេអបអរសាទរកន្លែងណាគេអបអរសាទរជាជំនះទេបែរជាទៅកន្លែងណាក៏ដោយទៅការពារវិញទៅការពារទៅបញ្យល់គេថាកិច្ចព្រមព្រៀងនេះចេះពីព្រោះអីមានអ្នកមិនយល់ស្របនៅក្នុងគណៈបកនឹងច្រើនជាបន្តអ្នកមានឥទ្ធិពលច្រើនដូចជាលោក Wicker នេះគឺជាប្រធានគណៈកម្មាធិការយុទ្ធសេវាតែម្ដងដែលជាអ្នកអនុម័តថវិកាសម្រាប់ការប្រើប្រាស់វិស័យយោធានឹងបាទរាយព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post គាត់រាយការណ៍ថាឥឡូវនេះសហរដ្ឋអាមេរិកបានចាត់វិធានការក្នុងការកាត់បន្ថយទ័ពនៅក្នុងអឺរ៉ុបហើយលោកក្នុងគណៈពេលដែលលោក Hexat ស្ដីបន្ទោសសម្ព័ន្ធមិត្ត NATO របស់សហរដ្ឋអាមេរិកនេះបាទអញ្ចឹងបើយើងមើលចំណងជើងមកផ្លែប្រិមិត្តអាចនឹងមានការយល់ច្រឡំដែរណាបាទចឹងខ្ញុំនឹងជម្រាបជូនថាតើរឿងនេះវាយ៉ាងម៉េចក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកបាទនឹងកាត់បន្ថយនឹងចាប់ផ្ដើមមកការពិនិត្យមើលក្នុងរយៈពេល3ឆ្នាំសម្រាប់ទៀតក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមនៅនីតិវិធីនៅក្នុងការពិនិត្យមើលកងទ័ពរបស់ខ្លួនក្នុងរយៈពេល6ខែពីកម្រិតកងទ័ពដែលដាក់នៅក្នុងសហភាពអឺរ៉ុប
ហើយក៏កំពុងតែស្វែងរកវិធីដើម្បីបន្ថយវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅទីនោះផងដែរដែលជាការមួយកាត់បន្ថយនៅទួលនីតិរបស់សហរដ្ឋអាមេរិកបាទនៅឯអង្គការសម្ព័ន្ធមិត្តអូតង់បាទហើយនឹងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួននេះបើយោងតាមការបញ្ជាក់របស់លោក Pete Hegseth ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកបានប្រាប់ទៅដល់សមាភិកីរបស់ខ្លួននៅក្នុងទីក្រុង Brussels នៅក្នុងកិច្ចប្រជុំនៅថ្ងៃប្រហ័សនេះបើយោងតាមផែនការរបស់សហរដ្ឋអាមេរិកគឺហើយនឹងសំណួរនានាដែលបានលើកឡើងនោះគឺផ្ដោតសំខាន់ទៅលើការចរចាគ្នាដែលលោករដ្ឋបាលលោកប្រធានាធិបតី Donald Trump បានខិតខំជាយូរមកហើយធ្វើយ៉ាងណាក្នុងការកាត់បន្ថយវត្តមានយោធារបស់សហរដ្ឋអាមេរិកនិងអាវុធរបស់សហរដ្ឋអាមេរិកដែលបានដាក់នៅទីនោះដើម្បីការពារអឺរ៉ុបអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនេះបាទស្របពេលជាមួយនឹងការពិនិត្យមើលនៅវត្តមានយោធារបស់សហរដ្ឋអាមេរិកនោះគឺសហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនយន្តហោះចម្បាំងកាត់បន្ថយចំនួនយន្តហោះស៊ើបការ drone នាវាចម្បាំងបាទដែលកំពុងតែដាក់ឲ្យសកម្មដាក់ទៅដំណើរការនៅក្នុងសហភាពអឺរ៉ុបក្នុងករណីដែលមានសង្គ្រាមឬក៏មានវិបត្តិកើតឡើងបាទនេះបើយោងតាមមន្ត្រីអ្នកការទូតចំនួន2នាក់បានប្រាប់សារព័ត៌មាន Washington Post ចំណាត់ការរបស់សហរដ្ឋអាមេរិកនៅក្នុងការដកកងកម្លាំងចេញពីតំបន់អឺរ៉ុបនឹងគឺមានការដកវត្តមានយន្តហោះចម្បាំងចំនួន1/3ហើយនឹងយុទ្ធឧបករណ៍ផ្សេងៗពីអឺរ៉ុបនេះបាទគឺជាការមួយដែលនឹងធ្វើឲ្យអឺរ៉ុបពិបាកក្នុងការបំពេញបន្ថែមនៅចន្លោះប្រហោងរបស់ខ្លួនវិញបាទដូចជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រហើយនឹងអាវុធសំខាន់ផ្សេងជាដើមជាច្រើនទៀតនេះបើយោងតាមការបញ្ជាក់របស់អ្នកការទូតរូបនោះមន្ត្រីអូតង់វិញបាននិយាយថាពួកគេកំពុងតែខិតខំធ្វើការជាមួយនឹងបណ្ដាប្រទេសជាសមាជិកនៅក្នុងសម្ព័ន្ធមិត្តអូតង់ហ្នឹងដើម្បីបំពេញចន្លោះប្រហោងដែលកើតមានឡើងក្រោយពីសហរដ្ឋអាមេរិកដកទ័ពរបស់ខ្លួនចេញបាទពីព្រោះរឿងនេះវាជារឿងមួយដែលបានកើតឡើងយ៉ាងរហ័សការកាត់បន្ថយវត្តមានយោធារបស់សហរដ្ឋអាមេរិកសម្រាប់ពេលសង្គ្រាមនេះគឺវានឹងចូលជាធរមានភ្លាមតែម្ដងនេះបើតាមការបញ្ជាក់របស់លោក Mark Rutte ដែលជាអគ្គលេខាធិការរបស់អង្គការ NATO បានបញ្ជាក់នៅថ្ងៃប្រហ័សនេះដែលលោកបានកត់សម្គាល់ថាការកាត់បន្ថយនៅការចូលរួមចំណែករបស់សហរដ្ឋអាមេរិកនៅក្នុងការឆ្លើយតបក្នុងគ្រាអាសន្នរបស់អង្គការ NATO នោះគឺបាទគឺជារឿងមួយដែលត្រូវធ្វើក៏ប៉ុន្តែមិនមែនជារឿងមួយកាត់បន្ថយវត្តមានយោធារបស់សហរដ្ឋអាមេរិកដែលមានស្រាប់នៅក្នុងតំបន់នោះទេអញ្ចឹងនិយាយឲ្យពាក្យសាមញ្ញគឺបានន័យថាអាមេរិកកាត់បន្ថយមែនកាត់បន្ថយគឺកងកម្លាំងដែលអាមេរិកបញ្ជូនទៅពីពេលប្រហែលឆ្នាំចុងក្រោយនេះគឺនៅពេលដែលរុស្ស៊ីចូលមកឈ្លានពានអ៊ុយក្រែនអាមេរិកបញ្ជូនកម្លាំងបន្តត្រៀមការពារកុំឲ្យរុស្ស៊ីឈ្លានពានចូលទៅដល់សម្ព័ន្ធមិត្ត NATO នោះបាទគឺកាត់បន្ថយវត្តមានយោធានឹងទេប៉ុន្តែត្រឡប់មកស្ថានភាពដូចដើមវិញគឺបានមានន័យថាមិនរក្សាវត្តមានដោយស្ថានភាពសង្គ្រាមឬក៏ស្ថានភាពមានគ្រាអាសន្ននោះទេរក្សាវត្តមានដោយស្ថានភាពនោះវិលមកភាពប្រក្រតីឡើងវិញបាទដូច្នេះគឺឥឡូវនេះគឺខាងបណ្ដាប្រទេសសមាជិកនៃ NATO មួយចំនួនខិតខំព្យាយាមធ្វើយ៉ាងណាដើម្បីឆ្លើយតបចំពោះការខ្វះខាតនេះពីព្រោះអីនៅប៉ែកខាងកើតប៉ែកអឺរ៉ុបខាងកើតហ្នឹងមេដឹកនាំគឺក៏មានឃើញថាមានចន្លោះប្រហោងដែរពីព្រោះអីរុស្ស៊ីនៅមិនទាន់បញ្ចប់សង្គ្រាមរបស់ខ្លួននៅឡើយហើយបើសិនជាអាមេរិកដកវត្តមានយោធាសំខាន់នៅទីនោះគឺក៏ពួកគេត្រូវការបំពេញបន្ថែមបាទពីព្រោះអីក្នុងពេលកន្លងមកនេះគឺខាងរុស្ស៊ីហ្នឹងក៏មានការផ្លោង drone បាញ់ drone ហ្នឹងឆ្លងចូលដែនដីរបស់ NATO នឹងផងដែលគេចាត់ទុកថាជាការសាកល្បងសមត្ថភាពរបស់ NATO នៅក្នុងការឆ្លើយតបបើសិនជាក្នុងគ្រាដែលមានបញ្ហាកើតឡើងដូច្នេះគឺ NATO ក៏ដឹងថាវត្តមានយោធាក្នុងគ្រាអាសន្ននៅកន្លែងនោះឡើងមានអញ្ចឹងយកកម្លាំងរបស់ខ្លួនឯងដាក់សិនពីព្រោះអីស្ថានភាពនៅអ៊ុយក្រែននេះមិនទាន់ចប់នៅឡើយទេអញ្ចឹងហើយបានជាមេដឹកនាំអឺរ៉ុប
មួយចំនួននៅតែធ្វើយ៉ាងណាខិតខំរកវិធីដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននេះឲ្យបានចប់ដើម្បីខ្លួនអាចវិលត្រឡប់មកស្ថានភាពដូចធម្មតាឡើងវិញផងដែរបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ក៏ថាបើទោះបីជាមានផែនការកាត់បន្ថយយ៉ាងនេះក៏ដោយក៏ប៉ុន្តែយោធារបស់សហរដ្ឋអាមេរិករាប់ម៉ឺននាក់ហើយនឹងក្បាលគ្រាប់នុយក្លេអ៊ែរហ្នឹងក៏នៅដាក់ទីតាំងនៅពីពេញអឺរ៉ុបដែរហើយគឺនៅតែចូលរួមយ៉ាងសកម្មជាមួយនឹងការក្រៃទីបញ្ជាការរបស់អង្គការ NATO ដែរដោយមានឧត្តមសេនីយ៍អាមេរិកហ្នឹងគឺកាត់តំណែងជាមេដឹកនាំកម្ពុជានៅឡើយទេបាទដែលជាតំណែងមួយដែលសហរដ្ឋអាមេរិកមាននៅក្នុងអង្គការនេះបាទអញ្ចឹងដូច្នេះដូចខ្ញុំបានជម្រាបពីខាងដើមអញ្ចឹងគឺពេលខ្លះយើងមើលចំណងជើងយើងឈប់មើលយើងបកស្រាយភ្លាមអានឹងរឿងផ្សេងណាគេយើងមើលចំណងជើងមកគឺសហរដ្ឋអាមេរិកបាទនឹងចាត់វិធានការកាត់បន្ថយទ័ពរបស់ខ្លួននៅអឺរ៉ុបបាទការពិតបើយើងមើលប៉ុណ្ណឹងយើងអត់យល់ស្ថានភាពយើងស្មានតែអូអាមេរិកលែងជួយអឺរ៉ុបអញ្ចឹងណាការពិតគេកាត់បន្ថយដែលទ័ពដែលគេបញ្ជូនទៅបង្កើនទ័ពដែលគេបង្កើនដូចយើងនៅកម្ពុជានិងថៃអញ្ចឹងគឺពេលដែលមានបញ្ហាកើតឡើងគឺបញ្ជូនវត្តមានយោធាទៅច្រើនមានសម្ភារៈមានយោធាអីអាក្រោះឲ្យទៅអញ្ចឹងនៅពេលដែលស្ថានភាពវិលមកធម្មតាគេដកមកវិញតែវត្តមានយោធាដែលឈរជើងនៅដដែលបាទអញ្ចឹងនេះគឺរឿងវាអញ្ចឹងទេពេលខ្លះមើលសារព័ត៌មានទេតើមើលដល់ចប់បាទនេះជាព័ត៌មានទី3ប្រិមិត្តហើយព័ត៌មានទី4នេះគឺសម្រាប់អ្នកនៅសហរដ្ឋអាមេរិកក៏ដូចជាអ្នកនៅខាងប្រទេសនានាទូទាំងពិភពលោកដែរបើសញ្ញានៃការទូថយនៅសហរដ្ឋអាមេរិកក៏វាអាចជាសញ្ញាមួយល្អដែរគឺបើយោងតាមសេចក្តីរាយការណ៍របស់ Washington Post ដដែលនេះបានឲ្យដឹងថាឥឡូវនេះគឺជាមធ្យមសាំងប្រេងសាំងលើកលែងនៅរដ្ឋ California សំទោសអ្នកនៅរដ្ឋ California គឺប្រេងសាំងជាមធ្យមប្រេងសាំងធម្មតាណា regular ប្រេងសាំងធម្មតាហ្នឹងជាមធ្យមធ្លាក់មកដល់ត្រឹមក្រោម$4ក្នុងមួយ gallon ហើយជាមួយដោយសារតម្លៃនេះគឺធ្លាក់ចុះតែម្ដងបាទដែលជាចំនួនមួយបាទក្រោម$4ជាលើកដំបូងហើយចាប់តាំងពីខែមីនានៅពេលដែលសហរដ្ឋអាមេរិកបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់មកបាទនេះគឺជារឿងមួយដែលធ្វើឲ្យមានការសប្បាយរីករាយសម្រាប់អ្នកប្រើប្រាស់អាមេរិកផងដែរដោយសារតែអនុសារណៈស្ដីពីការយោគយល់រវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់នោះគឺបានអនុញ្ញាតឲ្យបើកច្រកហូមូសឡើងវិញសម្រាប់ការចរាចរពាណិជ្ជកម្មហើយនាវាមួយចំនួនក៏បានចាប់ផ្ដើមដំណើរការវិញផងដែរបាទគឺច្រកចង្អៀតហូមូសនេះគឺជាច្រកមួយសំខាន់ណាស់សម្រាប់ការចរាចរប្រេងនិងទំនិញនានានេះបើយោងតាមការរីកានានាគឺប្រេងនៅសហរដ្ឋអាមេរិកបាទទោះបីជាយ៉ាងនេះក៏ដោយក៏នៅកម្រិតខ្ពស់ជាងមុនពេលសង្គ្រាមនេះដែរគឺកាលពីមួយឆ្នាំមុនជាមធ្យមប្រេងសាំងនៅសហរដ្ឋអាមេរិកគឺមានចំនួន$3.18សេនក្នុង1 gallon បាទជាមធ្យមណាចឹងគឺថាមិនដល់$1ទេក្នុង1លីត្រឥឡូវហ្នឹងនៅជាង1លីត្រជាង$1ទិញទូចណាអញ្ចឹងទើបតែចុះច្រើនណាបាទអញ្ចឹងសូមអរគុណប្រិមិត្តច្រើនដែលចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំនេះប្រហែលថ្ងៃហ្នឹងគឺរវល់តាមដានព្រឹត្តិការណ៍ World Cup នោះមិនបានចូលតាន់ពេលវេលាមិនចង់រំខានប្រិមិត្តបាទអញ្ចឹងសូមអរគុណប្រិមិត្តច្រើនដែលបានចូលមកទទួលយកការចែករំលែកបច្ចុប្បន្នភាពអាមេរិកហើយជជែកដែលលេងកំសាន្តមកសង្ឃឹមថាប្រិមិត្តមិនប្រកាន់ទៅអូដំណើរទេបាទសូមអរគុណសូមជម្រាបលា